ជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់យើងយើងប្រើវាសម្រាប់ទំនិញសម្រាប់អាហារនិងសកម្មភាពជាច្រើនប៉ុន្តែបន្ទាប់ពីប្រើរួចតើយើងមានបានគិតអំពីការបោះវាចោលបានត្រឹមត្រូវហើយឬនៅតាមទីក្រុងសម្រាមផ្លាស្ទិកជាច្រើនមិនត្រូវបានបែងចែកនិងគ្រប់គ្រងត្រឹមត្រូវបញ្ហានេះបណ្ដាលឲ្យប៉ះពាល់ដល់បរិស្ថានអនាម័យនិងសុខភាពសាធារណៈដើម្បីដោះស្រាយបញ្ហានេះយើងអាចចាប់ផ្ដើមពីរឿងតូចៗដោយអនុវត្តគោលការណ៍ 4R ក្នុងជីវិតប្រចាំថ្ងៃទី1 refuse មានន័យថាបដិសេធផ្លាស្ទិកដែលមិនចាំបាច់ reduce មានន័យថាការកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិក reuse មានន័យថាការប្រើប្រាស់ឡើងវិញ recycle មានន័យថាការបែងចែកនិងកែច្នៃសំរាមការកែលម្អសមត្ថភាពក្នុងការគ្រប់គ្រងសំរាមផ្លាស្ទិកមិនមែនជាការងាររបស់អាជ្ញាធរតែមួយទេប៉ុន្តែត្រូវការចូលរួមពីប្រជាពលរដ្ឋគ្រប់រូបចាប់ផ្ដើមពីថ្ងៃនេះសូមបោះចោលសំរាមផ្លាស្ទិកឲ្យបានត្រឹមត្រូវដើម្បីទីក្រុងស្អាតបរិស្ថានល្អនិងអនាគតប្រសើរសម្រាប់យើងទាំងអស់គ្នាកម្ពុជាស្អាតចាប់ផ្ដើមពីយើងទាំងអស់គ្នា